រៀបការបានមួយខែប្រពន្ធមានផ្ទៃពោះនាំទៅពេទ្យពិនិត្យគ្រូពេទ្យប្រាប់ថាអាយុកូនមួយខែកន្លះអានឹងមិនវិញអ្នកគ្រូកូននឹងជាកូនរបស់ខ្ញុំដែរឬអត់អញនោះនៅជាមួយគ្នាខ្លួនឯងមិនបានមកសួរអ្នកគ្រូវិញថាកូនរបស់ខ្លួនឯងឬក៏មិនកូនចាអញ្ចឹងបើបញ្ហានេះគឺកើតឡើងច្រើនណាស់ហើយជាពិសេសគឺសង្គមខ្មែររបស់យើងនឹងគឺមានរុងនេះគឺច្រើនមែនទែនដែលជួបកន្លងមកហើយក៏មានអ្នកខ្លះរហូតដល់ឈានដល់ការបែកបាក់បែកអីជាដើមដោយសារតែការមិនទុកចិត្តគ្នានឹងឯងអញ្ចឹងអ្នកគ្រូចង់មកបញ្ជាក់ឡើងវិញម្ដងទៀតតាមពិតអ្នកគ្រូធ្លាប់ធ្វើវីដេអូរួចហើយទៅរបៀបគណនាអាយុកូនអញ្ចឹងគឺតកតងជាមួយនឹងការមានកូនអាយុកូនគឺគេយករូបប្រមូលគណនាគឺគេយករដូវស្ត្រីជាកូនថ្ងៃទី1នៃការមករដូវរបស់គាត់គឺយកនឹងជាកូនឧទាហរណ៍ថាស្ត្រីគាត់មករដូវថ្ងៃទី10ខែ7គាត់រៀបការនៅថ្ងៃទី25ខែ7ចាប់ដល់ថ្ងៃទី10ខែ8ត្រូវមករដូវតែគាត់អត់ឃើញមានមករដូវទេគាត់ក៏អត់ដល់បានពិនិត្យមើលថាមានកូនឬក៏អត់ដែរស្រាប់ដល់មួយរយៈតទៅទៀតទៅយ៉ាងយូរដែរនៅតែអត់ឃើញមករដូវគាត់តែទំនងទៅឃើញថាមានកូនថ្ងៃទី25ខែ8គាត់សម្រេចចិត្តទៅពិនិត្យពេកពោះស្រាប់តែអេកូមើលទៅលទ្ធផលអេកូមកគ្រូពេទ្យប្រាប់ថាអាយុកូននេះគឺមួយខែកន្លះហើយអញ្ចឹងមួយខែកន្លះគឺ6សប្តាហ៍ណា6សប្តាហ៍មួយថ្ងៃពីរថ្ងៃអីហ្នឹងទៅប៉ុន្តែបើគាត់រាប់ពីថ្ងៃដែលការរៀបការរបស់គាត់មកនោះ25ខែ7មកដល់25ខែ8ទៅមួយខែគាត់ទេចុះមិនបានកូនអាយុដល់6សប្តាហ៍មួយខែកន្លះអញ្ចឹងទៅជាការដាក់បន្ទុកឲ្យតើកូននឹងជាកូនអ្នកណាកូនគាត់ដែរឬក៏អត់អញ្ចឹងមកស្ដាប់អ្នកគ្រូសិនណាអញ្ចឹងរបៀបគណនាអាយុកូនគឺគេយករដូវស្ត្រីជាកូនអញ្ចឹងរដូវស្ត្រីថ្ងៃទី10ខែ7គាត់រៀបការនៅថ្ងៃទី25អញ្ចឹងបើគិតទៅ25ហ្នឹងត្រូវថ្ងៃទី15ឬ16នៃវដ្តរដូវរបស់ស្ត្រីជាទូទៅនៅថ្ងៃនេះបើសម្រាប់រដូវគាត់28ដល់30ថ្ងៃគឺជាថ្ងៃដែលជុំវិញនឹងការមានមេជីវិតធំអាចនឹងខ្ជាក់មេជីវិតដែរមួយខែស្ត្រីយើងខ្ជាក់មេជីវិតមកតែម្ដងទេអញ្ចឹងមេជីវិតស្ត្រីខ្ជាក់មកអាចរស់នៅដងបានដែរ24ដល់48ម៉ោងហ្នឹងមួយថ្ងៃទៅ2ថ្ងៃហ្នឹងឯងអញ្ចឹងទោះបីឧទាហរណ៍ឥឡូវគាត់រៀបការហើយគាត់បាននៅជាមួយគ្នាតែម្ដងគាត់នឹងក៏ដោយថ្ងៃទី25ឬ26នឹងចាស់ឧទាហរណ៍ខែ7ហ្នឹងហើយគាត់អាចបាននៅជាមួយគ្នាបន្តទៀតដល់ក៏ដោយក៏ស្ត្រីនឹងអាចមានកូនបានដែរអញ្ចឹងក៏រដូវគាត់ថ្ងៃទី10អញ្ចឹងមកដល់ថ្ងៃទី10ខែ8ដែលត្រូវមករដូវអត់ឃើញមកនេះធាតុពិតគាត់មានកូនរួចហើយទៅគាត់បាត់រដូវអញ្ចឹងកាលណាយើងបើសិនជាទៅមើលអេកូនឹងអាចឃើញអាយុកូនគឺអាច4សប្តាហ៍ហើយអញ្ចឹងដល់ទៅនៅអាន2សប្តាហ៍មិនមានកូនដល់4សប្តាហ៍អញ្ចឹងគឺដូចបញ្ជាក់អញ្ចឹងគឺគេយករដូវស្ត្រីជាកូនឧទាហរណ៍ក្នុងករណីឧទាហរណ៍នេះគាត់មិនដែលនៅជាមួយគ្នាសោះមិនដែលមានការរួមភេទពីមុនមកសោះគាត់នៅទៅចូលដល់រៀបការគាត់មានកូននៅមួយគ្នាគាត់មានកូនទៅអាហ្នឹងយើងគាត់រាប់ពីហ្នឹងថាកូនគាត់ទៅបានអាយុប៉ុណ្ណឹងចុះឧទាហរណ៍ចំពោះករណីទូទៅសម្រាប់ដៃគូដែលនៅជាមួយគ្នាជាបន្តជាប្រចាំហើយឧទាហរណ៍ថាមួយខែហ្នឹងគាត់មានការរួមភេទ5ដងតើបងប្អូនដឹងទេថាតើដងណាដែលធ្វើឲ្យយើងមានកូនការនៅជាមួយគ្នាដងលើកណាដែលនឹងមានកូនតើរាប់មិនចេញរាប់ចេញអត់គឺរាប់អត់ចេញទេអញ្ចឹងហើយបានរូបមន្តកណេអាយុកូនគឺគេយករដូវស្ត្រីជាកូនណាហើយលទ្ធផលអេកូគឺដូចគ្នាគេបូកដកគុណចែករួចហើយកណេតាមរដូវនឹងក៏ដោយគេបូកដកគុណចែករួចហើយគឺរូបមន្តគេប្រើទាំងពិភពលោកគឺយករដូវរបស់ស្ត្រីនឹងជាកូនហ្នឹងឯងពួកកន្លងមកគឺមានច្រើនហើយដែរករណីចោតប្រកាន់ទៅលើដៃគូម្ខាងទៀតនៅពេលដែលមានកូនអាយុខុសគ្នាពីចាប់ដើមនៅរួមភេទនឹងឯងអញ្ចឹងយល់ឲ្យច្បាស់មុននឹងចោតប្រកាន់គេហើយការចោតប្រកាន់បែបនេះគឺប៉ះពាល់ទៅដល់ទំនាក់ទំនងសម្ព័ន្ធភាពជាប្តីប្រពន្ធឬក៏ដៃគូស្នេហាក៏ដោយសង្ស័យទៅចោតគេថាគេមានណាណីមិនស្មោះត្រង់អាចមានកូនជាមួយអ្នកដទៃចុះបើស្ត្រីនឹងអត់មានអ្នកណាសោះមានតែយើងមួយហើយនៅពេលដែលមានកូនតើអារម្មណ៍ស្ត្រីបែបណាឈឺចាប់យ៉ាងណាដែលស្មោះត្រង់ជាមួយគេហើយគេចោទថាយើងមានសហាយមានប្រុសឈ្មោះផ្សេងមានកូនជាមួយអ្នកផ្សេងករណីនេះគឺជួបច្រើនមកហើយមានពេលខ្លះគឺទំនាក់ទំនងត្រូវបានបញ្ចប់ស្ត្រីឈឺចាប់ពេកអត់អាចទទួលយកបានព្រោះយើងមិនមានអ្នកណាសោះហើយគេចោទយើងថាយើងមានកូនជាមួយអ្នកណាយើងទទួលយកអត់បានបញ្ចប់ទំនាក់ទំនងស្នេហារក្សាកូនចាំម្នាក់ឯងសុខចិត្តចាំម្នាក់ឯងអ្នកខ្លះបញ្ចប់ទាំងកូនបញ្ចប់ទាំងចំណងស្នេហាចោលព្រោះនៅជាមួយគ្នាទៅអីបើមនុស្សតែអត់ទុកចិត្តគ្នាអញ្ចឹងអ្នកគ្រូនៅតែលើកឡើងដដែលគ្រប់ដៃគូទាំងអស់ដៃគូស្នេហាមិនថាជាប្តីប្រពន្ធឬក៏ដៃគូស្នេហាយ៉ាងណាទេ
ស្វែងយល់ពីគ្នាឲ្យច្បាស់ស្គាល់គ្នាឲ្យច្បាស់ទុកចិត្តគ្នាសឹមសម្រាប់ចិត្តរួមសម្ព័ន្ធភាពជាមួយគ្នាបើរួមសម្ព័ន្ធភាពហើយមិនទុកចិត្តគ្នាទេកុំសាងអីទំនាក់ទំនងបែបនេះគឺធ្វើឲ្យប៉ះពាល់ហើយម្យ៉ាងទៀតបើចង់ឲ្យច្បាស់កូននឹងជាកូនខ្លួនឯងឬមិនកូនខ្លួនឯងគេមានវិធីគឺធ្វើ DNA តេស្តគឺបញ្ជាក់ជាភាពឪពុកកូននឹងទៅប៉ុន្តែតម្លៃយ៉ាងខ្ពស់ដែរសម្រាប់ធ្វើ DNA ហ្នឹងប៉ុន្តែឧទាហរណ៍ថាប្រសិនបើធ្វើទៅកូននេះជាកូនរបស់ខ្លួនឯងមែនតើយើងមានអារម្មណ៍ថាម៉េចដែរដែលទៅចោតប្រកាន់គេនោះទាំងមិនច្បាស់លាស់សង្ស័យខ្លួនឯងទៅចោតប្រកាន់គេហើយប្រកាសអត់ទេថាភាគីខាងស្រីទទួលយកយើងវិញបានដែរឬអត់ដែលយើងទៅចោតប្រកាន់គេបែបហ្នឹងហើយចាអញ្ចឹងគិតមើលច្បាស់ស្វែងយល់ឲ្យច្បាស់មុននឹងចោតប្រកាន់អ្នកណាមួយរៀបការបាន1ខែប្រពន្ធមានផ្ទៃពោះនាំទៅពេទ្យពិនិត្យគ្រូពេទ្យប្រាប់ថាអាយុកូន1ខែកន្លះអានឹងមិនវិញអ្នកគ្រូកូននឹងជាកូនរបស់ខ្ញុំដែរឬអត់នោះនៅជាមួយគ្នាខ្លួនឯងមិនបានមកសួរអ្នកគ្រូវិញថាកូនរបស់ខ្លួនឯងឬក៏មិនកូនចាអញ្ចឹងបើបញ្ហានេះគឺកើតឡើងច្រើនណាស់ហើយជាពិសេសគឺសង្គមខ្មែររបស់យើងនឹងគឺមានរុងនេះគឺច្រើនមែនទែនដែលជួបកន្លងមកហើយក៏មានអ្នកខ្លះរហូតដល់ឈានទៅដល់ការបែកបាក់បែកអីជាដើមដោយសារតែការមិនទុកចិត្តគ្នានឹងឯងអញ្ចឹងអ្នកគ្រូចង់មកបញ្ជាក់ឡើងវិញម្ដងទៀតតាមពិតអ្នកគ្រូធ្លាប់ធ្វើវីដេអូរួចហើយទៅរបៀបគណនាអាយុកូនអញ្ចឹងគឺតកតងជាមួយនឹងការមានកូនអាយុកូនគឺគេយករូបមន្តគណនាគឺគេយករដូវស្ត្រីជាកូនថ្ងៃទី1នៃការមករដូវរបស់គាត់គឺយកនឹងជាកូនឧទាហរណ៍ថាស្ត្រីគាត់មករដូវថ្ងៃទី10ខែ7គាត់រៀបការនៅថ្ងៃទី25ខែ7ចាប់ដល់ថ្ងៃទី10ខែ8ត្រូវមករដូវតែគាត់អត់ឃើញមានមរដូវទេគាត់ក៏អត់ដល់បានពិនិត្យមើលថាមានកូនឬក៏អត់ដែរស្រាប់ដល់មួយរយៈតទៅទៀតទៅយ៉ាងយូរដែរនៅតែអត់ឃើញមករដូវគាត់តែទំនងទៅឃើញថាមានកូនថ្ងៃទី25ខែ8គាត់សម្រេចចិត្តទៅពិនិត្យពេកពោះស្រាប់តែអេកូមើលទៅលទ្ធផលអេកូមកគ្រូពេទ្យប្រាប់ថាអាយុកូននេះគឺ1ខែកន្លះហើយអញ្ចឹង1ខែកន្លះគឺ6សប្តាហ៍ណា6សប្តាហ៍មួយថ្ងៃពីរថ្ងៃអីហ្នឹងទៅប៉ុន្តែបើគាត់រកពីថ្ងៃដែលការរៀបការរបស់គាត់មកនោះ25ខែ7មកដល់25ខែ8ទៅ1ខែគាត់ទេចុះមិនបានកូនអាយុដល់6សប្តាហ៍1ខែកន្លះអញ្ចឹងទៅជាការដាក់បន្ទុកឲ្យតើកូននឹងជាកូនអ្នកណាកូនគាត់ដែរឬក៏អត់អញ្ចឹងមកស្ដាប់អ្នកគ្រូសិនណាអញ្ចឹងរបៀបគណនាអាយុកូនគឺគេយករដូវស្ត្រីជាកូនអញ្ចឹងរដូវស្ត្រីថ្ងៃទី10ខែ7គាត់រៀបការនៅថ្ងៃទី25អញ្ចឹងបើគិតទៅ25ហ្នឹងត្រូវថ្ងៃទី15ឬ16នៃវដ្តរដូវរបស់ស្ត្រីជាទូទៅនៅថ្ងៃនេះបើសម្រាប់រដូវគាត់28ទៅ30ថ្ងៃគឺជាថ្ងៃដែលជុំវិញនឹងការមានមេជីវិតធំអាចនឹងខ្ជាក់មេជីវិតដែរមួយខែស្ត្រីយើងខ្ជាក់មេជីវិតមកតែម្ដងទេអញ្ចឹងមេជីវិតស្ត្រីខ្ជាក់មកអាចរស់នៅដល់បានដែរ24ទៅ48ម៉ោងមួយថ្ងៃទៅ2ថ្ងៃហ្នឹងឯងអញ្ចឹងទោះបីឧទាហរណ៍ឥឡូវគាត់រៀបការហើយគាត់បាននៅជាមួយគ្នានឹងតែម្ដងគាត់នឹងក៏ដោយថ្ងៃទី25ឬ26នឹងចាស់ឧទាហរណ៍ខែ7ហ្នឹងហើយគាត់អាចបាននៅជាមួយគ្នាបន្តទៀតដល់ក៏ដោយក៏ស្ត្រីនឹងអាចមានកូនបានដែរអញ្ចឹងក៏រដូវគាត់ថ្ងៃទី10អញ្ចឹងមកដល់ថ្ងៃទី10ខែ8ដែលត្រូវមករដូវអត់ឃើញមកនេះធាតុពិតគាត់មានកូនរួចហើយទៅគាត់បាត់រដូវអញ្ចឹងកាលណាយើងបើសិនជាទៅមើលអេកូនឹងអាចឃើញហើយអាយុកូនគឺអាច4សប្តាហ៍ហើយអញ្ចឹងដល់ទៅនៅអាន2សប្តាហ៍មិនមានកូនដល់4សប្តាហ៍អញ្ចឹងគឺដូចបញ្ជាក់អញ្ចឹងគឺគេយករដូវស្ត្រីជាកូនឧទាហរណ៍ក្នុងករណីឧទាហរណ៍នេះគាត់មិនដែលនៅជាមួយគ្នាសោះមិនដែលមានការរួមភេទពីមុនមកសោះគាត់នៅទៅចូលដល់រៀបការគាត់មានកូននៅមួយគ្នាគាត់មានកូនទៅអាហ្នឹងយើងគាត់រាប់ពីហ្នឹងថាកូនគាត់ទៅបានអាយុប៉ុណ្ណឹងចុះឧទាហរណ៍ចំពោះករណីទូទៅសម្រាប់ដៃគូដែលនៅជាមួយគ្នាជាបន្តជាប្រចាំហើយឧទាហរណ៍ថាមួយខែហ្នឹងគាត់មានការរួមភេទ5ដងតើបងប្អូនដឹងទេថាតើដងណាដែលធ្វើឲ្យយើងមានកូនការនៅជាមួយគ្នាដងលើកណាដែលនឹងមានកូនតើរាប់មិនចេញរាប់ចេញអត់គឺរាប់អត់ចេញទេអញ្ចឹងហើយបានរូបមន្តគណនាអាយុកូនគឺគេយករដូវស្ត្រីជាកូនណាហើយលទ្ធផលអេកូគឺដូចគ្នាគេបូកដកគុណចែករួចហើយគណនាតាមរដូវនឹងក៏ដោយគេបូកដកគុណចែករួចហើយគឺរូបមន្តគេប្រើទាំងពិភពលោកគឺយករដូវរបស់ស្ត្រីនឹងជាកូនហ្នឹងឯងពួកកន្លងមកគឺមានច្រើនហើយដែរករណីចោតប្រកាន់ទៅលើដៃគូម្ខាងទៀតនៅពេលដែលមានកូនអាយុខុសគ្នាពីចាប់ដើមនៅរួមភេទនឹងឯងអញ្ចឹងយល់ឲ្យច្បាស់មុននឹងចោតប្រកាន់គេហើយការចោតប្រកាន់បែបនេះគឺប៉ះពាល់ទៅដល់ទំនាក់ទំនង
សម្ព័ន្ធភាពជាប្តីប្រពន្ធឬក៏ដៃគូស្នេហាក៏ដោយសង្ស័យទៅចោទគេថាគេមានណាណីមិនស្មោះត្រង់អាចមានកូនជាមួយអ្នកដទៃចុះបើស្ត្រីនឹងអត់មានអ្នកណាសោះមានតែយើងមួយហើយនៅពេលដែលមានកូនតើអារម្មណ៍ស្ត្រីបែបណាឈឺចាប់យ៉ាងណាដែលស្មោះត្រង់ជាមួយគេហើយគេចោទថាយើងមានសហាយមានប្រុសឈ្មោះផ្សេងមានកូនជាមួយអ្នកផ្សេងករណីនេះគឺជួបច្រើនមកហើយមានពេលខ្លះគឺទំនាក់ទំនងត្រូវបានបញ្ចប់ស្ត្រីឈឺចាប់ពេកអត់អាចទទួលយកបានព្រោះយើងមិនមានអ្នកណាសោះហើយគេចោទយើងថាយើងមានកូនជាមួយអ្នកណាយើងទទួលយកអត់បានបញ្ចប់ទំនាក់ទំនងស្នេហារក្សាកូនចាំម្នាក់ឯងសុខចិត្តចាំម្នាក់ឯងអ្នកខ្លះបញ្ចប់ទាំងកូនបញ្ចប់ទាំងចំណងស្នេហាចោលព្រោះនៅជាមួយគ្នាទៅអីបើមនុស្សតែអត់ទុកចិត្តគ្នាអញ្ចឹងអ្នកគ្រូនៅតែលើកឡើងដដែលគ្រប់ដៃគូទាំងអស់ដៃគូស្នេហាមិនថាជាប្តីប្រពន្ធឬក៏ដៃគូស្នេហាយ៉ាងណាទេស្វែងយល់ពីគ្នាឲ្យច្បាស់ស្គាល់គ្នាឲ្យច្បាស់ទុកចិត្តគ្នាសន្មតចិត្តរួមរស់រួមសម្ព័ន្ធភាពជាមួយគ្នាបើរួមសម្ព័ន្ធភាពហើយមិនទុកចិត្តគ្នាទេកុំសាងអីទំនាក់ទំនងបែបនេះគឺធ្វើឲ្យប៉ះពាល់ហើយម្យ៉ាងទៀតបើចង់ឲ្យច្បាស់កូននឹងជាកូនខ្លួនឯងឬមិនកូនខ្លួនឯងគេមានវិធីគឺធ្វើ DNA តេស្តគឺបញ្ជាក់ជាភាពឪពុកកូននឹងទៅប៉ុន្តែតម្លៃយ៉ាងខ្ពស់ដែរសម្រាប់ធ្វើ DNA ហ្នឹងប៉ុន្តែឧទាហរណ៍ថាប្រសិនបើធ្វើទៅកូននេះជាកូនរបស់ខ្លួនឯងមែនតើយើងមានអារម្មណ៍ថាម៉េចដែរដែលទៅចោទប្រកាន់គេនោះទាំងមិនច្បាស់លាស់សង្ស័យខ្លួនឯងទៅចោទប្រកាន់គេហើយប្រកាសអត់ទេថាភាគីខាងស្រីទទួលយកយើងវិញបានដែរឬអត់ដែលយើងទៅចោទប្រកាន់គេបែបហ្នឹងហើយចាអញ្ចឹងគិតមើលច្បាស់ស្វែងយល់ឲ្យច្បាស់មុននឹងចោទប្រកាន់អ្នកណាមួយ